គឺជាអេពីសូតទី2របស់ Girlhood នៅក្នុងអេពីសូតនេះដែរខ្ញុំនឹងធ្វើតពីអេពីសូតមុនកាលពីអេពីសូតមុនខ្ញុំបាននិយាយពាក់ព័ន្ធជាមួយនឹងបញ្ហារបស់មនុស្សស្រីដែលគាត់ថាមូលហេតុអីបានជាគាត់ពិបាកដើរចេញពីមនុស្សប្រុសដែលធ្វើបាបគាត់អីចឹងនៅក្នុងវីដេអូនេះគឺខ្ញុំនឹងនិយាយថាតើយើងអាចធ្វើម៉េចទៅអាច move on ឬក៏ថាធ្វើម៉េចទៅយើងអាចដើរចេញពីមនុស្សប្រុសដែលធ្វើបាបយើងបានខ្ញុំគិតថាវីដេអូនេះគឺសំខាន់សម្រាប់មិត្តៗគ្នាយើងសិស្សដែលគាត់កំពុងស្ថិតនៅក្នុងទំនាក់ទំនងស្នេហាមួយដែលមិនសមប្រកបតែយើងអត់អាចរកផ្លូវចេញបានកំពុងតាមវែងហើយអត់មានអ្នកគេប្រាប់ហើយក៏អត់ដឹងត្រូវធ្វើម៉េចខ្ញុំសង្ឃឹមថាវីដេអូនេះនឹងដល់អ្នកដែលកំពុងតែនៅក្នុងស្ថានភាពបែបហ្នឹងរឿងដំបូងគេបង្អស់ដែលខ្ញុំអាចប្រាប់អ្នកទាំងអស់គ្នាបានគឺពាក់ព័ន្ធជាមួយនឹងផ្លូវចិត្តចាប់ផ្ដើមពីផ្លូវចិត្តរបស់យើងធ្វើម៉េចឲ្យរឹងមាំសិនត្រូវគិតថាចាយើងកំពុងតែរស់នៅជាមួយនឹងមនុស្សដែលមិនល្អទេយើងត្រូវដឹងថាមនុស្សដែលផ្ដល់ក្តីសុខឲ្យយើងមនុស្សដែលស្រឡាញ់យើងគឺជាមនុស្សដែលផ្ដល់តែក្តីសុខមិនមែនផ្ដល់ទាំងក្តីសុខហើយនឹងផ្ដល់ទាំងក្តីទុក្ខស្នេហាណាក៏មានសុខហើយនឹងទុក្ខដែរប៉ុន្តែបើសិនជាយើងជួបទុក្ខដដែលម្ដងជា2ដងជា3ដងឬនឹងអត់អាចដោះស្រាយបានសោះគេនៅតែប្រព្រឹត្តរឿងដែលមិនល្អសួរថាយើងអាចផ្ញើវាសនាផ្ញើខ្លួនទៅលើបរិបបែបនឹងបានអត់គឺអត់ទេអញ្ចឹងយើងត្រូវតែរឹងមាំខ្លួនឯងហើយត្រូវគិតថាជីវិតរបស់យើងអត់ត្រូវការមនុស្សប្រុសបែបហ្នឹងទេយើងត្រូវទទួលស្គាល់គាត់ថាគាត់គឺជាមនុស្សតុកសិចយើងកំពុងតែស្រឡាញ់មនុស្សតុកសិចហើយកុំព្យាយាមគិតថាថ្ងៃណាមួយគេអាចកែប្រែដោយសារតែទង្វើល្អរបស់យើងបានណាគឺមិនអាចមនុស្សដែលល្អគឺគេអាចធ្វើរឿងតុកសិចទេមានតែរឿងមិនល្អទេមនុស្សដែលតុកសិចគាត់អាចផ្លាស់ប្ដូរខ្លួនឯងបានលុះត្រាតែគាត់អាចថាគាត់ជួបបរិយាកាសផ្សេងជួបមនុស្សផ្សេងបទពិសោធន៍ជីវិតណាមួយដែលធ្វើឲ្យគាត់ផ្លាស់ប្ដូរតែបើសិនជាគាត់នៅក្នុងមជ្ឈដ្ឋានដដែលបរិយាកាសដដែលរស់នៅជាមួយយើងដដែលឱកាសភាគរយតិចខ្លាំងមែនទែនដែលគាត់អាចផ្លាស់ប្ដូរដើម្បីយើងបានអញ្ចឹងយើងឈប់ផ្ដល់ក្តីសង្ឃឹមឲ្យខ្លួនឯងហើយឈប់ផ្ដល់ឱកាសឲ្យមនុស្សដែលមិនល្អទុកឲ្យគាត់ផ្លាស់ប្ដូរគាត់តាមពេលវេលានិងយថាកម្មរបស់គាត់ដោយខ្លួនឯងយើងអត់មានសិទ្ធអីទៅរងកម្មជាមួយគាត់ដើម្បីមើលឃើញការកែប្រែរបស់គាត់គឺយើងអត់គួរណា invest ទៅលើរឿងបែបហ្នឹងទេវាខាតទាំងពេលវេលាវាខាតទាំងទឹកចិត្តល្អរបស់យើងបេះដូងបរិសុទ្ធរបស់យើងអត់គួរទៅចំណាយជាមួយនឹងមនុស្សដែលមិនល្អទេយើងមានឱកាសច្រើនយើងមានពេលវេលាច្រើនក្នុងការជួបមនុស្សថ្មីយើងអត់គួរណាប្រើពេលវេលារបស់យើងទៅជួបមនុស្សត្រែដែលធ្វើបាបយើងត្រែអញ្ចឹងត្រូវចាំធ្វើផ្លូវចិត្តខ្លួនឯងឲ្យរឹងមាំទទួលស្គាល់គាត់ថាគាត់តុកសិចហើយត្រូវតែដើរចេញពីគាត់យើងអាច list down មើលថាតើពេលវេលាអាក្រក់ដែលគេបានធ្វើមកលើយើងហើយចំណុចមិនល្អរបស់គេមានអីគេខ្លះគិតតែរឿងអាក្រក់ទៅបានហើយព្រោះពេលហ្នឹងយើងកំពុងធ្វើផ្លូវចិត្តហើយចង់ដើរចេញពីគេត្រូវអត់បើយើងយករឿងល្អមកលាយឡំគ្នាយកអ្វីដែលគេនិយាយយកមកគិតតរ៉ែអញ្ចឹងវាអត់មានបានផលអីទេព្រោះពេលនេះយើងកំពុងតែចង់ move on បើសិនជាយើងនៅតែគិតរឿងល្អយើងអត់អាច move on បានទេអ្នកទាំងអស់គ្នាបើសិនជាអ្នកទាំងអស់គ្នាពិតជាចង់ដើរចេញហើយមួយទៀតដែលខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាដែរអាចចំណុចល្អដែលអ្នកទាំងអស់គ្នាឃើញចំណុចល្អដែលគេយកមកនិយាយហ្នឹងវាសុទ្ធតែជាការសម្ដែងទេដោយសារអីវាកើតចេញពីភាពអាត្មានិយមរបស់គាត់ខ្លាចបាត់បង់យើងតែមិនដោយសារគាត់ស្រឡាញ់យើងទេគឺដោយសារតែគាត់ខ្លាចបាត់បង់យើងបាត់បង់មនុស្សដែលគាត់ធ្លាប់បញ្ចេញកំហឹងបានណាបាត់បង់មនុស្សដែលគាត់ធ្លាប់ធ្វើបាបបានណាអញ្ចឹងយើងទៅធ្វើជាបៅសាក់ឲ្យគាត់ធ្វើអីយើងមិនបានជាយើងព្រមដើរចេញគាត់ដើរចេញភ្លាមអត់បានទេអញ្ចឹងដំណាក់កាលដំបូងគឺនេះគិតតែគាត់ toxic list down រឿងអាក្រក់ទង្វើអាក្រក់របស់គាត់ហើយដើម្បីធ្វើឲ្យផ្លូវចិត្តយើងវាកាន់តែពុះកញ្ជន់ក្នុងការដើរចេញចំណុចទី2គឺត្រូវតែផ្ដាច់ទំនាក់ទំនងទាំងស្រុងមិនថាលេខទូរស័ព្ទបណ្ដាញសង្គមឬក៏តាមណាក៏ដោយដែលគេអាចតាក់ទងមកយើងបានគឺព្យាយាមប្លុកឲ្យអស់ព្យាយាម remove ឲ្យអស់ព្យាយាមកុំឲ្យគេឃើញស្មោយើងឲ្យសោះនៅពេលដែលគេឃើញស្មោយើងគេអាចតាក់ទងមកយើងបានគេនៅតែមានសង្ឃឹមថាគេអាចមករកយើងបានណាអញ្ចឹងកុំផ្ដោតក្តីសង្ឃឹមឲ្យគេគឺត្រូវតែធ្វើឲ្យគេមានអារម្មណ៍ថាអូលើកនេះខាងស្រីដូចមែនតែនទេដូចមើលទៅប្រហែលជាពិបាកនឹងទាញឲ្យគេត្រឡប់មកវិញទាញយើងត្រឡប់រកគេវិញអញ្ចឹងណាឲ្យគេទទួលអារម្មណ៍ហ្នឹងដើម្បីឲ្យគេទៅធ្វើរឿងអីផ្សេងជួបអ្នកណាជួបអីធ្វើទៅសំខាន់យើងត្រូវតែធ្វើឲ្យគេមានអារម្មណ៍ថាគេលែងមានផ្លូវអាចដើររួមជាមួយនឹងយើងបានហើយទី3ពេលវេលាដែលយើងចំណាយមួយគេគឺវាខាតបង់អស់ច្រើនណាស់ទី3គឺយើងចាប់ផ្ដើមមកកសាងខ្លួនឯងឡើងវិញតាមរយៈស្ដាប់ការអប់រំផ្លូវចិត្តស្ដាប់ធម៌ស្ដាប់
podcast ការអប់រំផ្សេងការអភិវឌ្ឍខ្លួនឯងស្ដាប់អីដែលវាមានប្រយោជន៍ដែលធ្វើឲ្យយើងគិតអំពីខ្លួនឯងគិតពីបច្ចុប្បន្នហើយគិតពីអនាគតគិតពីជីវិតគិតអីដែលវាមានប្រយោជន៍ច្រើនជាងរឿងស្នេហាយ៉ាចឹងអានឹងគឺយើងត្រូវកសាងខ្លួនឯងឡើងវិញហើយបើមានមិត្តភ័ក្តិណាដែលយើងគិតថាយើងអាច reach out ទៅគាត់បានគាត់ជាមនុស្សដែល very supportive គាត់អាច support ផ្លូវចិត្តយើងគាត់អាចនិយាយធ្វើឲ្យយើងមានពន្លឺឡើងវិញអីអញ្ចឹងទៅយ៉ាខ្ញុំជឿជាក់ថាអ្នកទាំងអស់គ្នាប្រកាសជាមានមនុស្សបែបហ្នឹងនៅក្បែរខ្លួនគាត់ថាពេលខ្លះយើងអត់បានចាប់អារម្មណ៍ដោយសារយើងរវល់ផ្ដោតទៅលើរឿងផ្សេងអញ្ចឹងឥឡូវយើងអាចត្រឡប់step back មកបន្តិចគិតថាមានអ្នកគេដែលយើងអាច reach out ទៅគាត់បានសុំជំនួយពីគាត់ទៅស្ដាប់ advice ពីគាត់ស្ដាប់រឿងល្អៗដែលគាត់និយាយ share មកយើងអីអញ្ចឹងណាយ៉ាអាហ្នឹងចំណុចទី3យើងត្រូវកសាងខ្លួនឯងឡើងវិញហើយទី4ផ្ដល់ពេលវេលាឲ្យខ្លួនឯងខ្ញុំមិនថាអ្វីដែលយើងនឹងធ្វើឲ្យ3ចំណុចខាងលើនឹងហើយស្អែកឡើងយើងភ្លេចគេទេ Yeah no cannot យើងអាចនឹងមានអារម្មណ៍ល្វើល្វាយពេលខ្លះនឹកសម័យរឿងល្អដែរមិនថាមិននឹកសោះឬក៏នឹកគេហ្មងណាគុំចាញ់បោកអារម្មណ៍ល្វើល្វាយមកពេលហ្នឹងពួកអីតែយើងចាញ់បោកអារម្មណ៍ល្វើល្វាយហ្នឹងមានន័យថាយើងវិលទៅរកឋាននរករបស់យើងវិញហើយអញ្ចឹងគុំធ្វើឲ្យខ្លួនឯងធ្លាក់ទៅក្នុងអន្លង់ហ្នឹងម្ដងទៀតតែចាំថាពេលវេលានឹងជួយឲ្យយើងភ្លេចគេបន្តិចម្ដងគុំគិតថាខ្លួនឯងភ្លេចគេអត់បានឬក៏រស់នៅអត់មានគេអត់បានអាហ្នឹងវាគ្រាន់តែជាពេលវេលាខ្លីអារម្មណ៍ល្វើល្វាយដែលយើងមានទេអញ្ចឹងកុំចាញ់បោកវាបើយើងយកឈ្នះអារម្មណ៍ល្វើល្វាយហ្នឹងមួយពេលហ្នឹងពីរពេល3ពេលហ្នឹងជីវិតយើងនឹងល្អប្រសើរនេះគឺជា message ដែលខ្ញុំចង់ឲ្យមនុស្សស្រីទាំងអស់ដែលគាត់កំពុងតែស្ថិតនៅក្នុងទំនាក់ទំនងស្នេហាដែលវាមិនសមប្រកបដែលយើងតែនិយាយថា toxic relationship គឺខ្ញុំពិតជាចង់ឃើញពួកគាត់ក្លាហានអាចធ្វើចិត្តបានដើរចេញពីមនុស្សដែលធ្វើបាបគាត់ខ្ញុំអត់ចង់ឃើញរូបភាពដែលគាត់នៅតែវិលត្រឡប់ទៅរកមនុស្សដែលធ្វើបាបគាត់ដដែលចិត្តជាមនុស្សស្រីដូចគ្នាខ្ញុំអត់ចង់ឃើញរឿងនឹងដដែលខ្ញុំពិតជាចង់ឲ្យអ្នកទាំងអស់គ្នាទទួលបានសុភមង្គលនៅក្នុងជីវិតជួបរឿងល្អជួបមនុស្សល្អហោមានច្រើនមនុស្សប្រុសល្អមានច្រើនហេតុអ្វីបានជាយើងទុកគាត់ចោលយើងទៅស្រឡាញ់មនុស្សប្រុសដែរធ្វើបាបយើងអញ្ចឹងខ្ញុំស្ដាយមនុស្សប្រុសដែលល្អដូចគ្នាអញ្ចឹងសរសៃគ្នាយើងបើអាចដើរចេញពីមនុស្សដែលធ្វើបាបយើងហើយត្រឡប់មកផ្ដល់ឱកាសផ្ដល់ឲ្យខ្លួនឯងបានជួបមនុស្សល្អខ្លះគាត់ពង single ដែរគាត់កំពុងតែឯកាដែរជួនកាលគាត់កំពុងតែជួបមនុស្សមិនល្អដូចគ្នាដោយសារតែមនុស្សល្អកំពុងតែជួបមនុស្សមិនល្អអញ្ចឹងណាអញ្ចឹងយើងបើយើងជាមនុស្សល្អយើងដើរចេញពីមនុស្សមិនល្អមករកមនុស្សល្អអូខេអេពីសូតទី2នេះគឺមានតែប៉ុណ្្នឹងឯងហើយសង្ឃឹមថាអ្នកទាំងអស់គ្នានឹងអាច stand up ហើយដោះស្រាយបញ្ហានៅក្នុងជីវិតបានយ៉ាខ្ញុំមានតែប៉ុណ្្នឹងឯងខ្ញុំគិតថាវាមិនអាចជួយ 100% តែខ្ញុំសង្ឃឹមថា message នេះនឹងមានប្រយោជន៍បានខ្លះដែរអរគុណជំរាបលាជួបគ្នានៅអេពីសូតក្រោយ